អ្នកនរគ្នារៀនភាសាអង់គ្លេសបាទអ្នកនរគ្នាអត់ស្វែងយល់ថាតើអ្វីដែលជាបញ្ហានៅក្នុងការរៀនទេវាធ្វើឲ្យមានដំណើរការយឺតយ៉ាវក៏ដូចជាការរៀនរបស់យើងនឹងអត់មានលក្ខណៈទៅមុខគ្មានភាពរីកចម្រើនអញ្ចឹងការស្គាល់ការរៀន identify ឬក៏ការរៀនទៅលើគេហៅថា amplify តំបន់បញ្ហាទាំងអស់ហ្នឹងវាជួយឲ្យយើងស្វែងយល់ថាអ្វីដែលយើងនឹងទៅ work ទៅលើវាបន្តអញ្ចឹងណាព្រោះមានគ្នាយើងច្រើនក៏តែទៅសួរខ្ញុំនៅលើ YouTube នៅលើ Facebook ហើយក៏ដូចជានៅលើ TikTok ក៏សួរថារដ្ឋីខ្ញុំចង់រៀនភាសាអង់គ្លេសខ្ញុំមានអារម្មណ៍ថាវិញអញ្ចឹងទៅបាទខ្ញុំមិនដឹងថាគួររៀនពីណាទៅណាទេបាទយ៉ាងណាក៏ដោយខ្ញុំចង់បញ្យល់អ្នកនរគ្នានៅក្នុងវីដេអូមួយនេះយើងវែងបន្តិចឲ្យគ្នាយើងស្វែងយល់ឲ្យបានលម្អិតទៅលើបញ្ហាសិនបើសិនជាអ្នកនរគ្នាស្គាល់បញ្ហាហើយគឺអ្នកនរគ្នាត្រូវរកដំណោះស្រាយអញ្ចឹងណាអញ្ចឹងដើម្បីស្វែងរកដំណោះស្រាយតើស្គាល់បញ្ហាហើយពេលដែលយើងស្គាល់បញ្ហាហើយស្គាល់ដំណោះស្រាយហើយគឺយើងត្រូវ take action យើងត្រូវធ្វើតើតាមបន្តណាបើសិនជាអ្នកនរគ្នាកំពុងតែមើលវីដេអូនេះបាទមើលហើយរំពឹងថាចង់បានដំណោះស្រាយពេលដែលបានដំណោះស្រាយហើយអត់ព្រមធ្វើអានឹងគឺដដែលទេណាគឺអត់មានប្រសិទ្ធភាពទេដូចខ្ញុំបញ្ជាក់អញ្ចឹងហើយគ្នាយើងក៏សួរខ្ញុំថាខ្ញុំចង់រៀនបាទខ្ញុំចង់រៀន speaking ខ្ញុំចង់រៀន writing ខ្ញុំចង់រៀនបាទទៅលើ grammar ខ្ញុំខ្សោយនេះខ្ញុំខ្សោយនោះអញ្ចឹងវាទៅជាលក្ខណៈអត់សូវច្បាស់សម្រាប់ការរៀនរបស់យើងទេឥឡូវមកមើលទាំងអស់គ្នាបញ្ហាដែលសំខាន់នៅក្នុងការរៀនអង់គ្លេសមានអ្វីខ្លះទី1ខ្ញុំចង់ឲ្យអ្នកកន្លែងមើលទីមកជាមួយខ្ញុំនេះគឺជា English problems នៅក្នុង English problems នេះយើងមានបាទបញ្ហាពាក់ព័ន្ធទៅនឹងពាក្យកត្តាទី1កត្តាទី2អាចមានបញ្ហាពាក់ព័ន្ធទៅនឹងគំនិតគេហៅថា idea ហ្នឹងបញ្ហាទី3ពាក់ព័ន្ធទៅនឹងការគ្មានទម្លាប់រៀនអង់គ្លេសកត្តាទី4ពាក់ព័ន្ធជាមួយនឹងកត្តាស្ដាប់បាទបញ្ហាស្ដាប់ស្ដាប់នោះក៏មានបញ្ហាដែរគេណាឈ្មោះជាអ្នករៀនអង់គ្លេសតើយើងមានចំណុចទាំងអស់ហ្នឹងតើយើងគេហៅថាមានដំណោះស្រាយសម្រាប់បញ្ហាទាំងអស់ហ្នឹងបានធ្វើឲ្យដំណើរការរៀននឹងវាមានលក្ខណៈទៅមុខឬក៏លូតលាស់បានប្រសើរហើយមានទៀតបញ្ហាផ្នែក reading អញ្ចឹងទៅបាទបញ្ហាផ្នែក grammar foundation បាទពាក់ព័ន្ធនឹង grammar មូលដ្ឋានអត់មានទៀតបញ្ហាពាក់ព័ន្ធនឹង pronunciation បាទផ្នែកទៅបញ្ហាពាក់ព័ន្ធជាមួយ speaking នេះបាទផ្នែកមកបាទបញ្ហាពាក់ព័ន្ធជាមួយ writing នេះបាទផ្នែកទៀតទៅបញ្ហាពាក់ព័ន្ធជាមួយ watching នេះបាទផ្នែកទៀតទៅសំណួរសួរថាមានបញ្ហាច្រើនជាងទៀតអត់មានប៉ុន្តែទាំងអស់នេះគឺជាបញ្ហាទូទៅហើយជាបញ្ហាដែលអ្នករៀនអង់គ្លេសនឹងកិច្ចអត់ផុតហើយគាត់ត្រូវតែជួបអញ្ចឹងខ្ញុំចង់និយាយក្នុងវីដេអូនេះដើម្បីឲ្យយើងយល់ពីចំណុចមួយថាបញ្ហានេះវាកើតមិនវាកើតតាមរយៈណាហើយវាមានអត្ថប្រយោជន៍អាក្រក់យ៉ាងម៉េចខ្លះជាមួយយើងបើសិនជាយើងបង្ងើយកន្តើយមិនព្រមមានសកម្មភាពបាទចាត់ចំណាត់ការទៅលើបញ្ហាទាំងអស់ហ្នឹងអញ្ចឹងទាំងអស់នេះសិតតែបញ្ហាណាសូមបញ្ជាក់ណានោះសួរថាមិនបានជាពាក្យទៅជាបញ្ហាហើយបើសិនជាខ្ញុំអត់រៀនពាក្យមិនដែររដ្ឋីខ្ញុំអាចទៅមុខបានអត់នេះតាមមិនទាន់នៅពេលដែលយើងរៀនភាសាអង់គ្លេសនេះពាក្យថាភាសាមួយម៉ាត់ដូចខ្ញុំបញ្ជាក់អញ្ចឹងមានភាពទលំទលាយមានភាពគេហៅសម្បូរបែបខ្លាំងមែនទែនអញ្ចឹងនៅពេលដែលយើងចាប់ផ្ដើមគិតទៅលើភាសានៅស្រុកខ្មែរគាត់រៀនអង់គ្លេសគាត់រៀនដើម្បីប្រឡងជាទូទៅអានេះជាអីដែលគាត់គិតដំបូងគេហើយសម្រាប់សិស្សទី12ឬក៏អ្នករៀនអង់គ្លេសទូទៅគាត់តែងតែគិតថាខ្ញុំរៀនអង់គ្លេសខ្ញុំប្រហែលជាត្រូវការប្រឡងជាការពិតវាអញ្ចឹងមែនយើងត្រូវការប្រឡងប៉ុន្តែខ្ញុំចង់បញ្យល់ឲ្យអ្នកយល់ concept មួយត្រង់ថារៀនភាសាអង់គ្លេសយើងត្រូវគិតឲ្យបានវែងឆ្ងាយយើងមិនមែនរៀនដើម្បីតែប្រឡងមួយទេអញ្ចឹងដើម្បីធ្វើម៉េចឲ្យការរៀនរបស់យើងនឹងមានឥទ្ធិពលខ្លាំងមានប្រសិទ្ធភាពខ្ពស់គឺយើងត្រូវគិតដាក់ទស្សនវិស័យឲ្យវែងឆ្ងាយអញ្ចឹងខ្ញុំធ្វើ6ជំហាននៅក្នុងការដើរឬក៏ហៅថា map ផែនទីនៅក្នុងការរៀនអង់គ្លេសយើងត្រូវស្គាល់ខ្លួនឯងចំណុចទី1ចំណុចទី2យើងត្រូវស្គាល់ផ្នត់គំនិតក្នុងការរៀនត្រូវមានផ្នត់គំនិតរឹងមាំផ្នត់គំនិតមានសុខភាពល្អគេហៅថា healthy mindset ហ្នឹងបាទហើយចំណុចទី3គឺអ្នកនរត្រូវមានការរៀបចំគោលដៅច្បាស់លាស់អ្នកនរចង់បានអីអ្នកនររៀនដើម្បីខ្លាយជាអីអាហ្នឹងគឺជាចំណុចដ៏សំខាន់ហើយចំណុចបន្ទាប់គឺពាក់ព័ន្ធទៅនឹងទ្រឹស្ដីឬក៏យើងហៅថា solution អញ្ចឹងអានេះខ្ញុំបង្ហាញ problem ណាអញ្ចឹងវីដេអូរបស់ខ្ញុំធ្វើច្រើនចូលទៅមើលវីដេអូបន្តទៀតនៅក្នុង YouTube របស់ខ្ញុំមានន័យទៀតពាក់ព័ន្ធឲ្យយើងស្វែងយល់អំពី solution ឬក៏គេហៅថា method នៅក្នុងការរៀនឲ្យអស់យើងដឹងគេរៀនពាក្យតាមណាគេរៀនផលិត idea តាមណាគេរៀនបង្កើតទម្លាប់អង់គ្លេសនឹងតាមណាគេរៀនបង្កើតគេរៀនទៅលើ grammar មូលដ្ឋានគេរៀនមិនបាច់ហើយគេចេញពីមូលដ្ឋានទៅអាកម្រិតមកតង់ទៀតគេតាមវិធីណាគេរៀន reading តាមណាគេរៀន listening តាមណាគេរៀន pronunciation តាមណាគេរៀន speaking នឹងតាមណាហើយក៏ដូចជា writing និង watching នេះអាហ្នឹងបានចាត់ទុកថាយើងពិតជាស្វែងយល់អំពីបញ្ហារៀនអង់គ្លេសរបស់យើងពិតប្រាកដមែនបើយើងត្រឹមតែមកស្ដាប់មកមើលអត់ព្រម take action អត់ព្រម activate the plan ឬក៏ execute the plan ហ្នឹងទេវាទៅមុខទេអ្នកនរគ្នាណាហ្នឹងវានៅគៀងស្ញែងទៅនឹងមកអញ្ចឹង
ដំណាក់កាលទី4ដែលខ្ញុំលើកឡើងពាក់ព័ន្ធទៅនឹង fluency map ដែលយើងធ្វើទៅលើ YouTube ពេលដែលយើងស្វែងយល់ពីគោលការណ៍ទ្រឹស្ដីក្នុងការរៀនអង់គ្លេសហើយអស់ហើយយើងសម្បូរបែបយើងចាប់ផ្ដើមចូលដល់ដំណាក់កាលបន្តនេះគឺពាក់ព័ន្ធជាមួយនឹងគេហៅនេះការថា maintain habits ឬក៏ performance មានន័យថាអ្នកនេះរៀនអង់គ្លេសកុំរៀនមួយថ្ងៃយើងនេះត្រូវមានទស្សនវិស័យរៀនអង់គ្លេសរយៈពេលវែងធ្វើម៉េចឲ្យមានរយៈពេលគេហៅថា long term អាហ្នឹងគឺជាការរៀនដែលមានប្រសិទ្ធភាពបំផុតហើយដូចខ្ញុំមួយថ្ងៃហ្នឹងខ្ញុំកំពុងតែ enjoy English fluency journey របស់ខ្ញុំមានទស្សនវិស័យធ្វើប្រើប្រាស់ភាសាហ្នឹងឲ្យបានយូរអង្វែងខ្ញុំគិតអញ្ចឹងបណ្ដោយខ្ញុំអត់មានខ្វល់ថាខ្ញុំជប់ពីគ្រូលោកគ្រូអ្នកគ្រូបែបនេះឬក៏ខ្ញុំរៀនពីលោកគ្រូម្នាក់នេះឬក៏លោកគ្រូផ្សេងទៀតដែលគាត់មានសមត្ថភាពអង់គ្លេសអញ្ចឹងការរៀនជាមួយពួកគាត់យើងអាច long term បានទេយើងត្រូវទទួលស្គាល់ត្រូវ make sure ថា one day យើងត្រូវតែ live ហើយ one day យើងត្រូវតែ make គេហៅ progress ដោយខ្លួនឯងហើយអញ្ចឹងការដែលអ្នកនេះមើលវីដេអូរបស់ខ្ញុំគឺខ្ញុំតែងតែបញ្យល់ជារឿយៗពាក់ព័ន្ធទៅនឹងការរៀនអង់គ្លេសដោយខ្លួនឯងតាមឯតោះណាអញ្ចឹងមុនពេលដែលយើងធ្វើមានថាមុនពេលដែលយើងមានភាពឯករាជ្យក្នុងការរៀនអង់គ្លេសខ្លួនឯងតើយើងស្គាល់ពួកនេះច្បាស់សិនបើយើងឈរម្នាក់ឯងរឹងបើយើងបើយើងអត់មានអាហ្នឹងផងមិនបើយើងអាចរឹងបានតោះណាហើយជាពិសេសគឺសមត្ថភាព research ក៏សំខាន់ដូចគ្នាទី6នេះគឺពាក់ព័ន្ធជាមួយនឹង consistency មានថាយកជំហានទី1ទី2ទី3ទី4ទី5បូកចូលគ្នាទៅជា consistency ហីអញ្ចឹងយើងលែងខ្លាចជាម្នាក់ដែលរៀនអង់គ្លេសមួយថ្ងៃពីរថ្ងៃហីយើងនឹងខ្លាចជាអ្នករៀនអង់គ្លេស like forever ឬក៏ the rest of the life អាហ្នឹងជាគោលការណ៍ដែលខ្ញុំចង់ឲ្យគ្នាយើងធ្វើអ្នកដែលក៏រៀនអង់គ្លេសបច្ចុប្បន្នហ្នឹងក៏ធ្វើទៅអញ្ចឹងពាក់ព័ន្ធទៅនឹងបញ្ហាពាក្យទី1អ្នករៀនពាក្យអង់គ្លេសបច្ចុប្បន្នរៀនអត់យល់រៀនទី1ខ្ញុំrecommend ពេលដែលយើងរៀនពាក្យសូមមេត្តារៀនពាក្យណាដែលមានលក្ខណៈទូទៅចំណុចទី1ចំណុចទី2ពេលដែលយើងសម្រុករៀនពាក្យនេះយើងត្រូវដឹងថាពាក្យណាដែលជាពាក្យដែលមានថាយុទ្ធសាស្ត្របបែកពាក្យដល់ពេលដែលយើងរៀនពាក្យយើងត្រូវបបែកថាតើមានអីខ្លះដែលយើងសិក្សាពីពាក្យហ្នឹងវាអាចមានជាប្រភេទ clear គេហៅថា phrase វាមានអាចជាប្រភេទគេហៅពាក្យជាប្រភេទសំណុំស៊ីនមកវាគេហៅថា collocation បាទ collocation មានដូចជា word family គេហៅថាឫសគល់នៃពាក្យហ្នឹងឬក៏ក្រុមនៃគ្រួសារនៃពាក្យអញ្ចឹងអាការរៀនបែបហ្នឹងវាបែកកំណត់វាធ្វើឲ្យយើងងាយចងចាំមួយទៀតគេហៅថា synonym ហើយនិង antonym basically គឺយើងផ្ដោតទៅលើ synonym ដែលយើងស្ថិតនៅក្នុងក្រុមដែលយើងហៅថា thesaurus ដែរ thesaurus គឺជាវចនានុក្រមមួយឬក៏ជាបណ្ដុំនៅក្នុងការចងក្រងបញ្ជាក់អំពីពាក្យដែលមានអត្ថន័យស្តៀងគ្នានិយមន័យស្តៀងក្នុងការប្រើប្រាស់បាទអញ្ចឹងអាកន្លែងហ្នឹងគឺជាការរៀនពាក្យមួយដែលមានប្រសិទ្ធភាពបំផុតហើយអ្នករៀនអង់គ្លេសមិនក៏ដោយគាត់ត្រូវតែរៀនពពួកហ្នឹងដែរអ្នកនេះកណាអ្នកនេះមានសមត្ថភាពពួកហ្នឹងបានច្រើនមានគេហៅថា foundation នៅក្នុងការរៀនពាក្យហ្នឹងវាធ្វើឲ្យយើងចាប់ផ្ដើមទៅលឿនជាងមនុស្សធម្មតាគាត់រៀនពាក្យគាត់មើលពាក្យហ្នឹងគាត់ទិញណាពាក្យបុកនេះស្មាសភៅគាត់ទៅអង្គុយបកប្រាអញ្ចឹងរៀនបុកស្មាសភៅតើបងប្អូនរៀនពាក្យភាសាអង់គ្លេសដើម្បីចំណេញទៅលើការនេះទៅលើនេះរៀនពាក្យអង់គ្លេសនេះឲ្យវាចំណេញអានេះឲ្យវាមាន idea នេះគឺរៀនអង់គ្លេសទៅកាន់អង់គ្លេសព្រោះនេះត្រូវដឹងថាពេលនេះរៀនពាក្យនេះពង្រីកពាក្យដូចយើងយកស្អីមកបបែកពាក្យវាធំទៅវាវិញ្ញាអញ្ចឹងឧទាហរណ៍និយាយពី country វាអាចពាក់ព័ន្ធទៅនឹង law វាអាចពាក់ព័ន្ធទៅនឹង government វាអាចពាក់ព័ន្ធទៅនឹងអីចេះអញ្ចឹងយើងត្រូវបែកចែក mind ដូច map អញ្ចឹងទៅពេលយើងរៀនអញ្ចឹងទៅកំណត់យើងបែកតាមហ្នឹងពេលយើងបែកយើងអាច understand ថា what is it what are they ឬក៏ what are related អញ្ចឹងណាអញ្ចឹងកំណត់ចាប់ផ្ដើមកើតគឺយើងមានគេហៅថាបណ្ដាញកំណត់ហើយប៉ុន្តែរឿងដែលសំខាន់គឺយកកំណត់នេះទៅបញ្ជាក់យកវាទៅនិយាយឲ្យចេញតាមប្រឡោះមាត់បើយើងថាអូខេយើងនិយាយមក what do you think about that right what do you know and then យើងចាប់ផ្ដើមរៀននិយាយហើយយើងចាប់ផ្ដើម apply នេះទៅលើ speaking ព្រោះ speaking ហ្នឹងមិនមែនមានថាយើងទៅដល់ speak ទេយើងត្រូវស្វែងយល់ថាយើងមានវិធីសាស្ត្ររៀនពិពណ៌នាបាទរៀនបញ្យលរៀនបាទបញ្ជាក់អីចឹងទៅណាបកស្រាយលក្ខខណ្ឌលេខកើត1 2 3បែបហ្នឹងគឺជាការដែលយើងរៀននិយាយហើយមិនមែនម្ដងនិយាយប្រើដូចគេ fluent អង់គ្លេសទេគេ practice រាល់ខែរាល់ឆ្នាំហើយយើងឃើញគេភ្លាមបើយើងចាប់ផ្ដើមគិតថាគេ fluent ខ្ញុំអត់ fluent យើង practice នៅក្នុងទម្រង់មួយដែលវាខ្សោយទម្រង់មួយដែលវា weak ទម្រង់មួយដែលវាអត់មានប្រសិទ្ធភាពអញ្ចឹងបាទខ្ញុំព្យាយាមបញ្យល់ប្រាប់ថាបងប្អូននេះរៀនពាក្យរៀនយ៉ាងម៉េចបាទរៀនពាក្យអង់គ្លេសរៀនយ៉ាងម៉េចរៀនបកប្រែ translation ការបកប្រែ translation ជាវិធីសាស្ត្ររៀនពាក្យមួយដែលវាចាប់ផ្ដើមកើតឡើងរវាងជនជាតិដែលគាត់រៀនអង់គ្លេសជាភាសាទី2មូលហេតុឲ្យបានចឹងដោយសារតែយើងប្រើប្រាស់ main language របស់យើងជាភាសាខ្មែរដើម្បីយល់អត្ថន័យឬក៏ពាក្យជាភាសាអង់គ្លេសអញ្ចឹងវាបង្កើតឲ្យមាននៅដំណើរការគិត2តង់រវាងភាសា2តែម្ដងណានេះជាមូលហេតុមិនឆ្ងល់ថាពេលដែលខ្ញុំនិយាយអង់គ្លេសទៅរៀងតាក់រៀងតឹងនេះជាកត្តា
តែវាកើតមានមួយវិញទៀតខ្ញុំអត់ប្រឡែមនៅក្នុងលក្ខខណ្ឌអ្នកដែលគាត់រៀន translation ដើម្បីទទួលបានជំនាញ translate ទេព្រោះនៅក្នុងស្រុកខ្មែរបើយើងគិតទៅគេហៅថាការងារ translation ហ្នឹងក៏វាជាមួយផ្នែកដែរវាជាជំនាញវាជា skill មួយដែរអញ្ចឹងបងនេះសួរថាអីខ្ញុំរៀន translation ដើម្បីអីខ្ញុំរៀនអង់គ្លេសដើម្បីចេះបកប្រែមិនត្រូវហីមិនគេប្រាប់ថាខ្ញុំខុសអញ្ចឹងកន្លែងនេះខ្ញុំបញ្ជាក់ថាអត់ខុសទេអ្នកនរគ្នារៀនចោះរៀនពាក្យភាសាអង់គ្លេសដើម្បី translate រៀនចោះប៉ុន្តែអ្នកនរគ្នាត្រូវ magnify អាគោលដៅយើងត្រូវ make sure ថាយើងរៀនវាដើម្បីអីដើម្បី translation ពិតប្រាកដឬក៏មិនឬក៏យើងចង់រៀនពាក្យភាសាអង់គ្លេសដើម្បីបំបីគំនិតទៅជាភាសាអង់គ្លេសបន្ថែមអញ្ចឹងខ្ញុំ recommend ពីទម្រង់ហ្នឹងមានន័យថាបើយើងរៀន translation យើងរៀនវាដើម្បីគេដើម្បីជំនាញបកប្រែហ្នឹងទៅហើយក៏នៅតែបន្តរៀនពាក្យជាអង់គ្លេសទៅកាន់អង់គ្លេសដូចគ្នាពាក្យអង់គ្លេសទៅកាន់ពាក្យអង់គ្លេសអញ្ចឹងរៀនសម្រាយពាក្យភាសាអង់គ្លេសតាមរយៈការ note សរសេររៀនសម្រាយពាក្យភាសាអង់គ្លេសតាមរយៈការនិយាយប្រឡោះមាត់របស់យើងហ្នឹងបាទ open mouth and speak it say it explain it ព្រោះអាហ្នឹងមកប្រាមកបើចាំពីណាទៀតពេលដែលយើងចាប់ផ្ដើមរៀនពាក្យមានប្រសិទ្ធភាពនេះដំណាក់កាលទី1ណាសូមបញ្ជាក់អ្នកគាត់នៅ start មើលវីដេអូ YouTube ណាអ្នកគ្នាយើងមើលឲ្យតណាព្រោះខ្ញុំនិយាយរៀងលឿនតិចប៉ុន្តែខ្ញុំបកស្រាយលម្អិតអញ្ចឹងពេលដែលយើងចាប់ផ្ដើម start រៀនពាក្យរៀនភាសាអង់គ្លេសនេះយើងគួរតែ start ពីការរៀនពាក្យហ្នឹងបាទការរៀនពាក្យហ្នឹងវាបូកផ្សំជាមួយនឹងការរៀន pronunciation ដែលមានន័យថាបើសិនជាយើងរៀនពាក្យដែលហៅឈ្មោះថាចេះពាក្យបានតរតែយើងផលិតសម្លេងត្រូវតរតែយើងយល់នយោបាយន័យតរតែយើងចេះប្រើពាក្យអាហ្នឹងបានគេកំណត់ហៅថាយើងចេះពាក្យហ្នឹងបាទចេះប្រើស្គាល់ពីភាពត្រូវភាពខុសនៃពាក្យហ្នឹងមានថាយើងយល់អំពីបរិបទ grammar របស់ពាក្យទៀតហើយយើងចេះផលិតសម្លេងបានត្រឹមត្រូវនៃពាក្យហ្នឹងអាហ្នឹងមានន័យថាយើងនិយាយទៅយើងប្រើពាក្យហ្នឹងទៅវាអត់ខុសឥឡូវសាកសម័យមើលអូខ្ញុំរៀនពាក្យឡើងមកកណោដល់ពេលទៅនិយាយមួយជនជាតិដើមបាទនិយាយត្រូវណាតើទៅនិយាយជាមួយគ្នាផ្សេងៗបាទជនជាតិដើមនិយាយមួយខ្មែរធម្មតានិយាយទៅពាក្យបកគាត់ fiction និយាយមកខុសសលេងខាងចុងខុសអីចឹងទៅដោយសារតែយើងអត់ដឹងថាយើងរៀនពាក្យយើងយកទៅទៅប្រើក្នុងប្រឡោះណាខ្លះពាក្យនេះគឺយកទៅប្រើក្នុងប្រឡោះសរសេរនៅក្នុងប្រឡោះនិយាយតាមរយៈការហាមាត់ហ្នឹងបាទបើសិនជាយើងអត់យល់អត់ដឹងអាហ្នឹងចឹងណាមូលហេតុហើយដល់ពេលដែលយើងចេះពាក្យបានច្រើនវាជួយ back up ទៅលើ idea មនុស្សចាប់ផ្ដើមកើតមាន idea ច្រើនខ្លាំងមែនតើនៅពេលដែលគាត់មានវិធីសាស្ត្រសម្បូរបែបរៀនពាក្យហ្នឹងហើយក៏ច្បាស់ pronunciation មកតង់ទៀតបាទញាក់សាច់មកនិយាយមកក៏ថាកំណត់របស់គាត់គឺនិយាយមកច្បាស់លះហ្នឹងហើយ confident វាបូកមកទៀតមនុស្សនេះចាប់ផ្ដើមមាន confident ដូចគ្នាមកកាន់កន្លែង idea នេះមកតង់ទៀតពេលខ្លះបញ្ហាពេលដែលរៀនពាក្យសម្បូរបែបពិតប្រាកដមែនប៉ុន្តែមកដល់ដំណាក់កាលមួយគេហៅថា no idea នេះទី1ខ្ញុំនិយាយពាក់ព័ន្ធទៅនឹង3កត្តាសំខាន់ចុះបាទដែលសិស្សឬក៏អ្នករៀនអង់គ្លេសហ្នឹងគាត់ចាប់ផ្ដើមនិយាយថាខ្ញុំអត់មាន idea ទេទី1គឺយើងអត់មានទម្លាប់និយាយនេះបញ្ជាក់ណាបើសិនជាយើងរៀនពាក្យ apply ទៅលើការនិយាយប៉ុន្តែយើងបញ្ជាក់ថាយើងអត់មាន idea និយាយវាពាក់ព័ន្ធជាមួយនឹងកំសោយ speaking ដែល speaking នេះវាខ្សោយដោយសារតែគ្មានទម្លាប់និយាយអានេះសាកសម័យមើលអ្នកនេះកំពុងតែសួរខ្ញុំថាតើឥឡូវនេះខ្ញុំអាចនិយាយអង់គ្លេសបានដោយសារខ្ញុំមានទម្លាប់ខ្ញុំអត់អាចបដិសេធបានថានៅអង្គុយសុកបាទខ្ញុំអត់ដែរនិយាយសោះ3 4 5ឆ្នាំមែនខ្ញុំអាចនិយាយអង់គ្លេសបានវាទៅអត់រួចខ្ញុំកុហកគេបានហើយជឿខ្ញុំកុហកគេគេអត់ជឿខ្ញុំទេឬក៏ខ្ញុំនិយាយចឹងទៅគេអត់មានតែគេជឿវាមិនដែរសុកមនុស្សអង្គុយអត់ដែរហាមាត់និយាយអង់គ្លេសសោះthenមាន idea និយាយអង់គ្លេសហើយនិយាយប្រុយវាអត់ logic ណាអាហ្នឹងយើងត្រូវអញ្ចឹងមកឲ្យច្បាស់ជុំតែម្ដងអញ្ចឹងដល់ពេលដែលមនុស្សគាត់ខ្សោយពាក្យហ្នឹងវាអាចកត្តាទី1អាហ្នឹងសំដៅទៅលើគេហៅ speaking skill ណាគាត់អត់មាន idea និយាយហ្នឹងដោយសារទី1គាត់ខ្សោយអា speaking ហ្នឹងតាមរយៈអត់មានទម្លាប់និយាយទី2គឺតាមរយៈអត់ចេះបំលែងពាក្យឬក៏អត់មានវិធីសាស្ត្រនៅក្នុងការ apply ពាក្យចូលការនិយាយគេហៅថា immersion ឬក៏ words immersion នៅក្នុងការនិយាយហ្នឹងអញ្ចឹងដល់ពេលអញ្ចឹងទៅគាត់ពិបាកនិយាយមែនទេនិយាយពីតួទៅគាត់មាន idea គាត់ understand ជាភាសាខ្មែរដែរគាត់ចាប់ផ្ដើមគិតអង់គ្លេសអាហ្នឹងនិយាយមិនតោះនេះអាហ្នឹងហើយគឺជាបញ្ហាដែលធ្វើឲ្យគាត់ like become back and forth to understand it កន្លែងនេះជាចំណុចដែលសំខាន់មែនទែនបើសិនជាអ្នករៀនអង់គ្លេសនេះគាត់នៅតាមមិនព្រមកំណត់ចំណាំអំពីបញ្ហាហ្នឹងទេអត់ព្រមដោះស្រាយអាកន្លែង no idea ហ្នឹងទេគាត់នៅ no idea អញ្ចឹងក៏តាមមួយទៀតពាក់ព័ន្ធទៅនឹង no idea ហ្នឹងគឺគេហៅថា shyness ពាក់ព័ន្ធជាមួយនឹងភាពចាញ់ច្រាបពាក់ព័ន្ធទៅនឹងគេហៅថាគ្មានទំនុកចិត្តពាក់ព័ន្ធជាមួយនឹងការមើលស្រាលសមត្ថភាពខ្លួនឯងពាក់ព័ន្ធជាមួយនឹងការមិនអោយតម្លៃខ្លួនឯងបូកផ្សំជាមួយនឹងការខ្មាស់គេមានថាដល់ពេលគាត់ខ្មាស់គេក្នុងការនិយាយអង់គ្លេសហ្នឹងគាត់ no idea មកគាត់ choose to say I'm sorry I have no idea ជាងសូមបញ្ជាក់ថាការនិយាយអង់គ្លេសនោះត្រូវបែងចែកដែរវាជាសិល្បៈខ្ញុំអត់ខ្វល់ថាអ្នកនរគ្នាកើតនៅក្នុងទម្រង់គេ introvert
outrovert extrovert ខ្ញុំអត់ខ្វល់កន្លែងនេះអ្នកនរបើសិនជាឲ្យចង់ចេះពិតប្រាកដបើសិនជាអ្នកនរចង់និយាយអង់គ្លេសឲ្យមាន confidence ពិតប្រាកដអ្នកនរប្រកាសណាគឺស្គាល់ហើយដឹងថាអ្វីដែលជាជំរឿនដែលយើងត្រូវធ្វើហើយអញ្ចឹងមិនបាច់ប្រាប់ខ្ញុំថាមិនបាច់ say ថា I'm sorry like ខ្ញុំខ្មាស់គេខ្ញុំអៀន we don't talk here yeah we don't need that no more okay we don't need you we don't need អ្នកនរគ្នាដែលកំពុងតែមានបញ្ហាទាំងអស់ហ្នឹងហើយយកអាហ្នឹងធ្វើជាត្រីមុខខ្ញុំចង់បញ្ជាក់ប្រាប់ថាខ្ញុំក៏ជាមនុស្សម្នាក់ខ្ញុំក៏ចេះខ្មាស់ដែរហ៎ប៉ុន្តែមូលហេតុដែលខ្ញុំឈូសក្នុងការធ្វើរឿងទាំងអស់ហ្នឹងព្រោះខ្ញុំគិតថាយ៉ាខ្មាស់គេដូចចាបានអីផងប៉ុន្តែនេះវាជាអីខ្ញុំត្រូវ improve ហើយមិនចឹងអញ្ចឹងខ្ញុំទុកអាខ្មាស់គេម្ដងហើយខ្ញុំបីទៅលើអ្វីខ្ញុំអាចធ្វើបាន so អានេះគឺជាអីដែលយើងគេហៅថា self confidence ហើយអ្នកនេះត្រូវមានអាហ្នឹងបើអ្នកនេះមានអាហ្នឹងរៀនភាសាទៅមុខទេជឿខ្ញុំណាអត់មាន self confidence ផងអត់មានការទុកចិត្តខ្លួនឯងផងហើយដល់ពេលយើងរៀនបាទយើងទុកចិត្តណាគេយើងទុកចិត្តគ្រូ right កុំទុកចិត្តគ្រូទុកចិត្តខ្លួនឯងគ្រូឬក៏អ្នកចែកម្លែកឬក៏អ្នកដែលកំពុងបង្ហាញយើងនឹងគាត់អាចនឹងបាទមិននៅជាមួយយើងរហូតទេមានថាគាត់មិនអាចចែកម្លែកជាមួយយើងរហូតទេអញ្ចឹងយើងទេដែលជាអ្នកខ្លួនឯងនៅជាមួយខ្លួនឯងរហូតនេះហើយបើសិនជាយើងបាទរៀនមិនព្រមទុកចិត្តខ្លួនឯងរៀនមិនព្រមស្វែងយល់អំពីខ្លួនឯងវាចាប់តែម្ដងកន្លែងនេះអូខេអញ្ចឹងដំណោះស្រាយនៅក្នុងការ no idea នេះផ្លាស់ប្ដូរផ្នត់គំនិតដែលព្យាយាមគិតថាខ្លួនឯងមិនកើតការខ្លួនឯងគ្មានគំនិតបើតាមពិតមកបើយើងមិនព្រមបង្កើតទម្លាប់គិតជាភាសាអង់គ្លេសកត្តាទី2មកបើយើងអត់ព្យាយាមពង្រឹង confidence ខ្លួនឯងកត្តាទី3មកបើយើងអត់ព្រមប្រើប្រាស់យុទ្ធសាស្ត្រនៅក្នុងការព្យាយាមបកស្រាយព្យាយាមពិពណ៌នាព្យាយាមនិយាយអ្វីដែលសាមញ្ញដូចខ្ញុំបញ្ជាក់អញ្ចឹងអាការដែលយើងចាប់ផ្ដើមគាំង no idea ហ្នឹងនៅក្នុងដំណាក់កាលខ្ញុំធ្លាប់ឃើញសិស្សច្រើនណាស់ព្រោះខ្ញុំបរៀន online ច្រើនថ្នាក់សូខ្ញុំមើលឃើញគ្នាយើងពីច្រើនគាត់គាំងកំណត់គាត់នៅស្ទះកន្លែងនោះភ្លាមអាហ្នឹងគាត់ចាប់ផ្ដើមគាត់ថា no idea សូកន្លែងនេះតាមពិតទៅដំណោះស្រាយវាគឺអ្នកនេះព្យាយាមធ្វើអីសាមញ្ញព្យាយាមគិតអ្វីជាសាមញ្ញហើយកុំព្យាយាមបកទៅកាន់ភាសាខ្មែរមូលហេតុតែអ្នកគ្នាខ្សោយការគិតជាភាសាអង់គ្លេសនេះខ្សោយពាក្យនេះលំនាំនៃការរៀនពាក្យអ្នកនេះវាវិចត្រង់ថាយើងអត់ព្យាយាមបបាយពាក្យពីអង់គ្លេសទៅកាន់អង់គ្លេសវាអត់ព្យាយាមបបាយ fresh រវាងអង់គ្លេសទៅកាន់អង់គ្លេសយើងអត់ព្យាយាមស្វែងយល់ពីអង់គ្លេសទៅកាន់អង់គ្លេសយើងអត់ព្យាយាមបង្កើតទម្លាប់អានយើងអត់ព្យាយាមបង្កើតទម្លាប់ understanding ជាពាក្យអង់គ្លេសនិងអង់គ្លេសទេយើងពីច្រើនយើងបង្កើតទម្លាប់ understand ខ្មែរនិងអង់គ្លេសយើងទទួលស្គាល់ដំណាក់កាលទី1នៃការរៀនពាក្យយើងត្រូវតែឆ្លងកាត់អង់គ្លេសទៅកាន់ខ្មែរទៅកាន់អង់គ្លេសប៉ុន្តែនៅធ្វើរំដោះខ្លួនចេញពីដំណាក់កាលនេះឆ្ពោះទៅកាន់ដំណាក់កាលមួយទៅគេថា native stage មានយើងត្រូវព្យាយាមប្រាស់អង់គ្លេសទៅកាន់អង់គ្លេស direct ដើម្បីធ្វើម៉េចឲ្យយើងមាន understanding ឬក៏ពេលដែលយើងនិយាយអង់គ្លេសយើងត្រូវតែ make sense ទៅលើអ្វីដែលយើងនិយាយឬក៏យើងហៅថា grammatical structure nàyវាត្រូវតាម grammar មកខ្លះព្រោះការនិយាយមិនអាចកំណត់បានថា 100% ត្រូវតាម grammar ទេវាមិនមែនជា writing ទេបើ writing វាលក្ខណៈ formal ជាង speaking តាមបទអញ្ចឹងលោកគ្រូអ្នកគ្រូមួយចំនួនគេគាត់បរៀនអង់គ្លេសគាត់គិតថាអេរៀនអង់គ្លេសត្រូវរៀន grammar ហើយបាទរៀន grammar ហ្នឹងឯងមានអីទៅអា grammar ហ្នឹងវាសំខាន់ហ្នឹងឯងប៉ុន្តែចង់បញ្ជាក់ថាត្រូវដឹងថា skill ជំនាញក្នុងការតម្រង់ទិសនៅ orientation របស់ពួកវាវាមិនខ្លាះអានេះជាចំណុចដែលសំខាន់ឥឡូវចូលមកដល់កន្លែង no idea នេះខ្ញុំបញ្យល់ហើយណាព្យាយាមគិតសាមញ្ញប្រើប្រាស់យុទ្ធសាស្ត្រសាមញ្ញពាក្យពេចន៍សាមញ្ញបាទជាភាសាអង់គ្លេសបញ្យល់វានិយាយវាបានធ្វើវានៅបានប្រាប់ថាខ្ញុំ no idea បើថាអត់ទាន់ធ្វើអ្វីដែលខ្ញុំប្រាប់មកទេកុំតនិយាយថាខ្ញុំ I have no idea អានឹងគឺជាលេសអានឹងគឺជាបញ្ហាមួយដែលវាបង្អាក់ដែលវាធ្វើឲ្យអ្នកគ្នាគ្មានសមត្ថភាពទៅមុខអញ្ចឹងបើសិននេះរៀបនិយាយភាសាអង់គ្លេសកុំតថា do not you haven't said it yet okay don't try to say I have no idea what you have to do let me try to think let me explain like this let me give example A B C D E F ជាម give example ឲ្យបានច្រើនតម្រឹងមកបាទកុំតណាចោះចាញ់សូមបញ្ជាក់កន្លែងនេះព្រោះអាហ្នឹងគឺជាដង្ហើមនៅក្នុងការរៀន speaking បើនិយាយអង់គ្លេស no idea no understanding បាទ no idea no understanding ខ្ញុំទៅតង់ខ្មែរចូលដំណាក់កាលបន្ទាប់គឺ no habit អ្នករៀនអង់គ្លេសដែលបរាជ័យធំបំផុតមិនធ្លាប់ឃើញក្នុងប្រវត្តិសាស្ត្រអ្នករៀនអង់គ្លេសនេះគឺអ្នករៀនអង់គ្លេសគ្មានទម្លាប់អ្នករៀនអង់គ្លេសបើគ្មានទម្លាប់ទេគឺមានន័យថាគាត់រៀនភាសាដល់នេះត្រូវដឹងចរិតភាសាអ្នកនេះកំពុងតែរៀនភាសាមិនមែនរៀនគណិតវិទ្យាទេមិនមែនជាការធ្វើអីទេទម្លាប់នេះប្រៀបបានជាអ្វីដែលអ្នកនេះធ្វើបាទជាប្រចាំថ្ងៃច្រើនអញ្ចឹងសាកគិតអំពីទម្លាប់ញ៉ាំបាយអ្នកគ្នាញ៉ាំបាយបាទអ្នកគ្នាដូចនៅរឿងការរៀនអង់គ្លេសចឹងបើអ្នករៀនអង់គ្លេសអ្នកនេះដឹងថាអ្នកគ្នារៀនវាយ៉ាងម៉េចឲ្យមានប្រសិទ្ធភាពប្រើទម្លាប់បែបម៉េចឲ្យមានប្រសិទ្ធភាពទម្លាប់ដូចជាមានច្រើនទេប៉ុន្តែទម្លាប់នេះត្រូវការ immersion ត្រូវការការបញ្ចូលបរិបទអង់គ្លេសនឹងនៅក្នុងទម្លាប់របស់យើងហើយធ្វើវាជារឿយដើម្បីឲ្យយើងមានលក្ខណៈសម្របខ្លួនជាមួយទម្លាប់ទាំងអស់ហ្នឹងគេថាបង្កើតភាពសប្បាយរីករាយ
ណា enthusiasm ឬក៏យើងហៅថាខ្ញុំហៅថាម៉េចប្រព័ន្ធសបាយនៅក្នុងការប្រើប្រាស់ដែលពាក់ព័ន្ធទៅនឹងភាសាអង់គ្លេសហ្នឹងទម្លាប់អីក៏ដោយឲ្យតែវាជួយឲ្យអ្នកនរគ្នាមានឱកាសនិយាយអង់គ្លេសធ្វើវាទៅបាទទម្លាប់ដែលវាផ្ដល់ប្រយោជន៍ដូចគ្នាដែរណាកុំឲ្យទម្លាប់ពេលខ្លះទៅលេងហ្គេមច្រើនពេកវាធ្វើឲ្យប៉ះពាល់អាហ្នឹងក៏អាចថាបានអញ្ចឹងយើងរកមើលយើងដឹងហើយខ្ញុំមិនបាច់និយាយច្រើនទេកន្លែងនេះរកមើលទម្លាប់ណាដែលមានប្រសិទ្ធភាពដែលវាជួយឲ្យការនិយាយអង់គ្លេសរបស់យើងមានលក្ខណៈគេហៅថាត្រូវបានប្រើប្រាស់អាហ្នឹងគឺជាភាពវៃឆ្លាតនៅក្នុងការរក្សាទម្លាប់ហើយខ្ញុំសូមបញ្ជាក់អានេះជាដំណាក់កាលដែលសំខាន់ទី5នៅក្នុង fluency map របស់ខ្ញុំគេថា performance ឬក៏ maintaining performance ឬក៏ maintaining habits នឹងឯងអ្នករៀនអង់គ្លេសបើអត់មានទម្លាប់និយាយអត់មានទម្លាប់ស្ដាប់អត់មានទម្លាប់គិតអត់មានទម្លាប់មើលអត់មានទម្លាប់គិត right អត់មានទម្លាប់ពិភាក្សាអត់មានទម្លាប់បកស្រាយអញ្ចឹងយូរមិនឆាប់នឹងទេគាត់គឺគ្មានសមត្ថភាព understand ភាសានឹងទេដើម្បី understand ស្អីមួយជាភាសាអង់គ្លេសនឹងបានតើតើយើងមានទម្លាប់ធ្វើរឿងទាំងអស់ហ្នឹងបានយើងទៅរួចមិនយើងទៅមុខរួចណានិយាយគ្នាច្បាស់អត់របៀបថារៀនពាក្យពីរបីប្រើអីចឹងទៅតាមគេតាមឯងចឹងណាដល់នេះត្រូវ make sure តើអស់នេះរៀនភាសានេះមិនមែនរៀនមួយថ្ងៃពីរថ្ងៃ3ថ្ងៃមួយឆ្នាំ2ឆ្នាំទេអស់នេះរៀនមួយជីវិតចឹងបើរៀនមួយជីវិតដដែលទេចឹងយើងគួរតែបង្កើតផ្លូវឬក៏ journey នៅក្នុងការរៀនដែលខ្លួនឯងមកទម្លាប់អីខ្លះដែលយើងអាចបញ្ចូលបានទម្លាប់មើលរឿង Hollywood ទម្លាប់ស្ដាប់គេនិយាយអង់គ្លេសទម្លាប់និយាយអង់គ្លេសជាប្រចាំណាទម្លាប់អីចឹងទៅអញ្ចឹងធ្វើឲ្យទម្លាប់មានលក្ខណៈរឹងមាំគឺធ្វើវាជាប្រចាំមិនបាច់ជាបខំមិនបាច់ជាលើសបរិមាណទេកុំបខំខ្លួនឯងទៅវាទៅជាអាស័យប្រច្រាស់ចង់អញ្ចឹងយើងធ្វើវាសាមញ្ញធម្មតាឲ្យធ្វើម៉េចយើងអាចទៅមុខសឹមមានថាតពេញបំពង់សឹមកន្លះកាហាសុភាសិតភាសាខ្មែរក៏មានដូចគ្នាបាទចូលដល់ចំណុចបន្ទាប់គឺទម្លាប់នេះការ listening អ្នកខ្លះខ្សោយ listening នៅក្នុងបណ្ដា skill ទាំង4នៅក្នុងការរៀនភាសាអង់គ្លេសមាន listening មាន reading មាន speaking មាន writing skill ដែលវាកើតមុនគេដល់នេះគួរតែធ្វើបានគឺ listening នេះមនុស្សគឺចេះស្ដាប់ហ្នឹងហើយរៀនស្ដាប់ប៉ុន្តែដល់ពេលរៀនស្ដាប់គឺខ្ញុំចង់ឲ្យរៀន apply speaking ជាមួយគ្នាអាពីរនេះវា relate គ្នាកាលណាដែលយើងស្ដាប់ហើយយើង understand and then we can speak it so when you try to listen and then you understand and then you have to say it what is it អាហ្នឹងគឺជាដំណាក់កាលដែលយើងកើតមានការ understanding ដូចគ្នាប៉ុន្តែចូលមកសិនអ្នករៀនអង់គ្លេសទៅបញ្ហាត្រង់ listening បាទមើលថាបានជាទៅជាបញ្ហាដោយសារគាត់ទៅស្ដាប់អីដែលវាលើសកម្រិតរបស់គាត់ទី1ខ្ញុំតែបញ្ជាក់ជារឿយៗថាកុំព្យាយាមស្ដាប់អីដែលវាលើសកម្រិតបើថាចំណុចនេះវាលើសកម្រិតទេកុំព្យាយាមស្ដាប់ពេកអាហ្នឹងវាដូចយើងយកទៅខ្លួនឯងយកទៅផ្ទប់នឹងស្អីមួយដែលវាពិបាកហ្នឹងហើយអញ្ចឹងព្យាយាមស្ដាប់អីដែលមានលក្ខណៈសាមញ្ញស្វែងរក podcast នៅលើ YouTube ស្វែងរកវីដេអូនៅលើ Facebook TikTok ហើយព្យាយាមស្ដាប់អ្វីដែលមានលក្ខណៈសប្បាយស្ដាប់អ្វីដែលមានលក្ខណៈបញ្យល់យើងពីលក្ខខណ្ឌកលឹះក្នុងការដើរដូចវីដេអូដែលខ្ញុំបង្បញ្យល់ភាសាខ្មែរនេះបាទអ្នកនេះកំពុងស្ដាប់ហ្នឹងស្ដាប់ស្វែងយល់ពីកលឹះក្នុងការរៀនណាខ្ញុំកំពុងតែបញ្យល់ពីកលឹះដោះស្រាយនៅក្នុងការដើរនៅក្នុងវិថីរៀនអង់គ្លេសនេះអញ្ចឹងខ្ញុំអត់បានបង្រៀន skill ជំនាញជាក់លាក់ទាំងអស់នេះទេប៉ុន្តែខ្ញុំកំពុងតែប្រាប់ថាផ្លូវណាដែលវាចាំបាច់ទៅការរៀនផ្លូវណាអ្នកនេះត្រូវតែទៅ work ទៅលើវាបាទរឿងដែលយើងទៅរកគ្រូរៀន grammar រៀនអីរៀន speaking រៀនអីគឺធ្វើខ្លួនឯងទៅបាទយ៉ាងណាក៏ដោយគឺខ្ញុំបានបញ្យល់ពីវិធីសាស្ត្រកុំឲ្យគ្នាវែងបាទកុំឲ្យវែងនេះខ្ញុំឃើញអ្នកនេះរៀនអង់គ្លេសតែខំមកណាខ្ញុំវែងពេលខ្លះយើងចេះ grammar ដែរតែយើងនៅតែវែងដោយសារយើងអត់ចេះ speaking វែងដោយសារយើងអត់ចេះពាក្យច្រើនអូខេតោះចូលដល់ចំណុចបន្ទាប់ពាក់ព័ន្ធជាមួយនឹង grammar foundation រៀនអង់គ្លេសបើអត់ចេះ grammar គឺចប់តែម្ដងមានន័យថាយើងគួរតែចំណាយពេលមើល grammar ខ្លះមូលហេតុបានអញ្ចឹងស្ដាប់ខ្ញុំនិយាយក្នុងបរិបទនៅស្រុកខ្មែរយើងមានចំណេះដឹងភាសាអង់គ្លេសគឺយើងគិតទៅលើវេយ្យាករណ៍ភាសាអង់គ្លេសនេះមួយផ្នែកហើយបើសិនតែយើងរៀនអង់គ្លេសហើយយើងអត់ព្រមរៀន grammar ដូចយើងរំលងសាកសមបាទមានន័យថាដូចយើងគេហៅថាផឹកទឹកភ្លេចលាងកែវណាបាទអូសបោសុភាសិតអញ្ចឹងខ្ញុំចង់បញ្ជាក់ប្រាប់ថា grammar នេះគឺចាំបាច់ក្នុងការរៀនប៉ុន្តែរៀនវាឲ្យមានគោលដៅរៀនវាឲ្យដឹងទិសដៅកុំឲ្យវែងទៀតបើរៀន grammar ឲ្យវែងទៀតមានអញ្ចឹងទេណាអញ្ចឹង grammar នេះយើងត្រូវដាក់ប្លង់យកដាក់គោលដៅហើយខ្ញុំរៀន grammar ដើម្បីអីទី1 writing ហើយខ្ញុំរៀន grammar ដើម្បីអីដើម្បីពង្រីកចំណេះដឹងទូទៅលើភាសាអង់គ្លេសហើយខ្ញុំរៀន grammar ដើម្បីអីខ្ញុំរៀន grammar ដើម្បីស្វែងយល់ពីភាពខុសភាពត្រូវនៅពេលខ្ញុំនិយាយអង់គ្លេសហើយខ្ញុំរៀន grammar ដើម្បីអីខ្ញុំរៀន grammar ដើម្បីនៅពេលខ្ញុំទៅប្រឡងខ្ញុំទៅប្រឡងទៅកន្លែងខ្លះគេតេស្តយើងពាក់ព័ន្ធនឹងពាក្យពាក់ព័ន្ធសំណង់ប្រយោគពាក់ព័ន្ធនឹងការសរសេរ paragraph essay វាមិនត្រូវប្លង់បាទវាមិនអត់ខាតវាមិនមានប្រយោជន៍អាហ្នឹងប្រយោជន៍វាទៅហ្នឹងបើតែរៀនអង់គ្លេសមួយចំនួនក៏អញ្ចឹងទេគាត់ទៅខ្ញុំរៀនអង់គ្លេសដល់ពេលប្រាប់ថារៀនអង់គ្លេសរៀនអីគេហ្នឹងរៀន grammar
bà chẳng vô vô ở những phép mà vô bị bạn bắt này ở vay để chia cái hàng tha benefit bảo viên được mục nè chẳng vô là những cái tông mà xem nghĩ vô bé pon là reading nè reading nín á cầm mơ lên sau cho mọi việc reading ní cứ sầm khăn reading ní đôi chia chấm nốt bây giờ sầm khăn chui từ backup tiếng ấy backup tiếng pronunciation backup tiếng speaking backup tiếng grammar này muốn hai bạn chăng để bây giờ dừng an cho mỗi những idea đi kia này read đam bay miên ideaទៀតបាទខ្ញុំធ្វើរួចហើយពេលខ្លះខ្ញុំគៀង idea ខ្ញុំតែអានសភៅច្រើនណាខ្ញុំអានសភៅខ្លីៗប៉ុន្តែខ្ញុំអានច្រើនអញ្ចឹងធ្វើឲ្យខ្ញុំចាប់ផ្ដើមកើតការគិតអាហ្នឹងអាការអានហ្នឹងមនុស្សដែលមានការអានគឺចប់ហ្មងបាទបងប្អូនខ្ញុំជាម្នាក់ដែលស្រឡាញ់សភៅហើយខ្ញុំជាម្នាក់ដែលឲ្យតម្លៃទៅលើការអានព្រោះខ្ញុំគិតថាចំណុចនេះវាកិច្ចរួចបើមនុស្សគ្រប់គ្នាបើអត់អានដូចមានភ្នែកដែរបើយើងអត់ចេះអានវាចប់ហើយបងប្អូននិយាយស្មោះត្រង់បណ្ដោយត្រង់អញ្ចឹងត្រូវតែប្រើការអានបើយើងឲ្យវាជួយ boost ទៅលើកំណត់កាលណាអានច្រើនកើតកំណត់តែខ្ញុំសុំបញ្ជាក់អានមិនសំណួរសួរណាបញ្ហាទៅខ្ញុំមើលឃើញមនុស្សរាប់រយអ្នកអានសភៅតែគេអាននេះអត់មានគេហៅភាពរីកចម្រើនណាអញ្ចឹងការអានសភៅសូមតែអានឲ្យត្រូវកម្រិតអានត្រូវតែមាន note អានត្រូវតែរៀន note ទៅលើពាក្យជាភាសាអង់គ្លេសអានត្រូវតែរៀនបំបែកពាក្យហើយអានត្រូវតែចេះ summarize ទៅលើកំណត់ដែលសំខាន់នៅក្នុង paragraph ឬក៏ essay ទាំងអស់ហ្នឹងនេះអាហ្នឹងបានជាវិធីសាស្ត្រក្នុងការអានដែលមានប្រយោជន៍អានដែលវាត្រូវបរិបទអានដែលវាលូតលាស់ហើយយើងទៅយកសភៅអត់ចំគោលដៅផងបាទសភៅ context ឬក៏ content សភៅហ្នឹងពាក់ព័ន្ធទៅនឹងវិទ្យាសាស្ត្រហើយដល់នេះចង់អានពាក់ព័ន្ធទៅនឹងប្រវត្តិសាស្ត្រវាមិនត្រូវអាហ្នឹងអញ្ចឹងហើយមួយទៀតទម្លាប់នៅក្នុងការអានត្រូវតែមានដែរអ្នកខ្លះអានសភៅតែប្រហែល10នាទីទេហើយត្អូញថាខ្ញុំអានអត់ចេះសោះយើងត្រូវបង្កើតសេចក្តីស្រឡាញ់លើសភៅសិនត្រូវមានអាក្តីស្រឡាញ់ក្តីស្រឡាញ់គឺជា passion គឺជាចំណង់ណាគឺជាស្អីដែលយើងចូលចិត្តធ្វើអាហ្នឹងគឺជាកត្តាដ៏សំខាន់មុនគេបង្អស់ហើយមិនថាជំនាញទាំងអស់នេះត្រូវតែមានក្តីស្រឡាញ់បងនេះអត់មានក្តីស្រឡាញ់បាច់និយាយជាមួយខ្ញុំទេខ្ញុំស្គាល់ត្រង់ណាបាទខ្ញុំចង់និយាយអង់គ្លេសតែខ្ញុំមិនចូលចិត្តអង់គ្លេសបាទចោលឲ្យខ្ញុំជួយបានទេជួយបានអ្នកនេះត្រូវតែព្យាយាមបង្កើតក្តីស្រឡាញ់ជាមួយវាហើយក្តីស្រឡាញ់កើតឡើងវាមិនកើតឡើងដោយសារតែយើងចូលចិត្តរស់នៅជាមួយវាធ្វើជាមួយវាគិតអំពីវាគិតគូរអំពីវាហើយយកវាទៅប្រើប្រាស់នៅក្នុងតម្រូវការប្រចាំថ្ងៃប្រើយូរទៅចាប់ផ្ដើមមានក្តីស្រឡាញ់លើវាទៅនេះដូចមនុស្សចឹងតាក់ទងគ្នាយូរទៅយើងចាប់ផ្ដើមស្គាល់គ្នាកាន់តែស្និទ្ធស្នាលចាប់ផ្ដើមស្រឡាញ់គ្នាដូចគ្នាដែរបាទអញ្ចឹងមូលទៅកាន់ pronunciation ខ្ញុំតែងតែបញ្ជាក់ជ្រើសរើសថា pronunciation នេះមិនមែនជាការផលិតសម្លេងដូចកូនក្មេងទេតាមម៉េតូណារៀន pronunciation ស្វែងយល់អំពីបញ្ហាមូលហេតុខ្ញុំមើលឃើញជនជាតិខ្មែររបស់យើងស្ទើរតែ 80% ដែលមានបញ្ហា pronunciation បាទតតែអ្នកគាត់មានជំនាញ practice speaking នឹងច្រើនមែនទែនអញ្ចឹងគាត់អាចប្រណោនពាក្យបានច្បាស់ល្អទៅពេលគាត់និយាយអង់គ្លេសប៉ុន្តែអ្នកដែលគាត់រៀនអង់គ្លេសសាមញ្ញណារៀនអង់គ្លេសធម្មតាអញ្ចឹងដល់ពេលគាត់រៀននិយាយអង់គ្លេសទៅគាត់จะមានបញ្ហាតាក់ពាក្យផលិតអត់ត្រូវពាក្យមានបញ្ហាសម្លេងខាងចុងដើមសូម្បីខ្ញុំពេលខ្ញុំនិយាយនោះក៏មានសម្លេងខាងចុងខ្លះដែរជាបញ្ហាខ្ញុំដឹងខ្លួនឯងប៉ុន្តែខ្ញុំព្យាយាមកែតម្រូវពួកវាណាខ្ញុំមកព្យាយាមឲ្យពួកហ្នឹងរំលងខ្ញុំបានទេអាបញ្ហាទាំងឡាយណាទៅខ្ញុំនិយាយអង់គ្លេសវាហ៊ានរំលងខ្ញុំត្រូវតែមើលវាមើលខ្ញុំបើខ្ញុំមានគ្រូណាគាត់ជួយ back ប្រាប់ថាហេរធីនិយាយអង់គ្លេសខុសបច្ចុប្បន្នមានគ្រូជួយប្រាប់ទេបច្ចុប្បន្នមានខ្លួនឯងនឹងអង្គុយតាមមើលតាមដានខ្លួនឯងព្យាយាមធ្វើជា doctor ខ្លួនឯងក្នុងការរៀនអង់គ្លេសអញ្ចឹងអា pronunciation សូមតែរៀនពីឥឡូវទៅរៀន pronunciation កាន់តែខ្លាំងគឺអ្នកនេះកំពុងតែវឹកហាត់ទៅលើទម្រង់មាត់អ្នកនេះកំពុងតែវឹកហាត់សម្លេងអ្នកនេះកំពុងតែព្យាយាមផលិតសម្លេងឲ្យមានលក្ខណៈច្បាស់ហើយបញ្ជាក់ណាកាលណាសម្លេងច្បាស់ប្រយោជន៍ទៅណានេះតែដឹងប្រយោជន៍ព្រោះអ្នកខ្លះគាត់ទេមានអង់គ្លេសខ្ញុំមិនដឹងរៀន pronunciation ដើម្បីប្រយោជន៍គេហ្នឹងបាទអត់មានប្រយោជន៍ទេ pronunciation បាច់រៀនទេ pronunciation នេះកាលណាដែលយើងច្បាស់នេះយើងស្គាល់អំពី IPA ហើយ IPA គឺជានិមិត្តសញ្ញាអន្តរជាតិជាសកលអញ្ចឹងគេប្រើប្រាស់ IPA នៅក្នុងការអានពាក្យជាប្រចាំកាលណាយើងចេះ IPA អាពាក្យអង់គ្លេសនឹងរូបរាងមិនបាច់ខ្វល់បាច់ចំណាំថាអានេះសអូអនេះស្លេងមិនបាច់មានពេលទៅចំណាយពេលអង្គុយចាំពេលវាហត់ណាអង្គុយចាំណាទៅអង្គុយចាំអញ្ចឹងនេះដូចស្អីគេ EA នេះស្អីហើយទៅសេអសខ្មែរដល់ស្អីណាគេរៀនអង់គ្លេសអញ្ចឹងណាបច្ចុប្បន្នជនជាតិខ្មែរយើងរៀនអញ្ចឹងដោយសារតែភាគច្រើនគាត់អត់មានមូលដ្ឋានអំពី IPA គាត់អត់ចេះនិមិត្តសញ្ញាហើយគាត់អត់យល់អំពីទម្រង់មាត់នៅក្នុងការផលិតសម្លេងនិមិត្តសញ្ញាស្រៈទាំងអស់ហ្នឹងអានេះត្រូវបានបញ្យល់ដោយប្រើប្រាស់ជាមួយនឹងភាសាសៀងខ្មែរដើម្បីអានពាក្យទាំងអស់ហ្នឹងប៉ុន្តែសំណួរសួរថាតើពពួកការប្រើប្រាស់បែបនេះការប្រើប្រាស់និមិត្តសញ្ញាជាអក្សរខ្មែរដើម្បីអានពាក្យអង់គ្លេសហ្នឹងវាជួយយើងបានពេលណាអត់ទេវាអត់មានសភាពជាក់លាក់រឹងមាំដូច IPA ទេ IPA វាលក្ខណៈជំនាញតែម្ដងមានថាតើអ្នកគាត់ច្បាស់ IPA ហ្នឹងគាត់បញ្យល់ទៅគាត់បរៀនទៅយើងហាមមាត់ផលិតសម្លេងបានត្រឹមត្រូវទៅវាចាប់ហ្មងចង់តែរឿងប្រហែលចង់បាន American accent ចង់បាន British accent ព្រោះ IPA វាមានច្រើនខាងពីaccent ហ្នឹងឯងនេះជាមូលហេតុដែលខ្ញុំចង់ប្រាប់អញ្ចឹងចូលមកដល់ចំណុចបន្ទាប់កន្លែងណាទៀតបងប្អូន
nè pronunciation នេះសំបញ្ជាក់ណាកាលណាច្បាស់ហ្នឹងការនិយាយអង់គ្លេសរបស់យើងកាន់តែ boost ឡើងបាទពាក់ព័ន្ធនឹងអីពាក់ព័ន្ធនឹងពាក្យរបស់យើងនិយាយសំឡេងបានត្រឹមត្រូវច្រើន boost ឡើងទៀតអាហ្នឹងប្រយោជន៍ច្រើនបាទចូលដល់ចំណុចបន្ទាប់ពាក់ព័ន្ធនឹង speaking skill ខ្ញុំនិយាយចុងក្រោយ speaking បើសិនជាអ្នកនរគ្នារៀនអង់គ្លេសអត់ចេះ speaking គឺចប់ហ្មងបច្ចុប្បន្នការងារស្រុកខ្មែរយើងត្រូវការចេះសរសេរចេះពាក្យហើយបើអ្នកនរគ្នាបាទពាក្យក៏ខ្សោយ idea ក៏គ្មានត្រឡប់ក៏អត់មាន grammar ក៏មិនព្រមរៀនស្ដាប់ក៏មិនព្រមស្ដាប់ reading ក៏អត់ណាpronunciation ក៏មិនព្រមផលិតសំឡេងមិនព្រមព្យាមធ្វើរាល់ថ្ងៃទេបដ ாய் មើលត្រឡប់មើលទៅក៏អត់មានទៀតបាទសរសេរនេះក៏អត់ព្រមធ្វើអាជាពិសេសគឺ speaking នេះមិនព្រមព្យាមនិយាយអង់គ្លេសខ្មាស់នោះខ្មាស់បាទអញ្ចឹងវាល្មមដល់ពេលរៀនជប់ខ្មាស់ហើយណាពេលវេលាដែលយើងត្រូវការលុតដំខ្លួនឯងរៀនតែខ្លួនឯងទៅបាទញោមព្យាមប្រាប់បញ្យល់អំពីដំណោះស្រាយក៏លឹកចអល់បរហាថានេះត្រូវរៀនពួកនេះចេះហើយបើឲ្យខ្ញុំទៅដឹកដៃអ្នកគ្នាទៅរៀនទៀតខ្ញុំគិតថាដូចជាអត់ត្រូវអ្នកគ្នាហ្នឹងហើយយើងធំអស់ហើយអញ្ចឹងអ្វីដែលខ្ញុំធ្វើនេះសកម្មតែគ្នាយើងយល់គោលដៅរបស់ខ្ញុំគ្មានចេតនាក្នុងណាមួយបង្អាក់ឬក៏ប្រាប់អ្នកគ្នាឈប់រៀនមករៀនជាមួយខ្ញុំអត់ទេខ្ញុំបានប្រាប់អញ្ចឹងឯងតាមមិនទាន់ស្វែងយល់ពីគោលបំណងរបស់ខ្ញុំចង់ឲ្យប្រជាប្រដ្ឋនៅក្នុងប្រទេសខ្មែរឬក៏អ្នករៀនអង់គ្លេសនៅស្រុកខ្មែរហ្នឹងយល់អំពីវិធីសាស្ត្រមួយចំនួនទៅត្រូវរៀនហ្នឹងឲ្យវាមានប្រសិទ្ធភាពតាទៅមុខដោយខ្លួនឯងដោយឯករាជ្យណារៀនអង់គ្លេសដោយខ្លួនឯងតាមមិនទាន់ណាចង់ដេករៀនក៏បានចង់ឈររៀនក៏បានចង់អង្គុយរៀនក៏បានអត់ខ្វល់ទេអីដែលសំខាន់គឺសកម្មភាព results ឬក៏ what you do what you know what you do តាមនេះសំខាន់ណាស់អញ្ចឹងចង់បញ្ជាក់ថា speaking នេះត្រូវតែចេះដាច់ខាតហើយ writing នេះក៏ដូចគ្នាកំសោយនេះ speaking ពីច្រើនគឺគ្មានទម្លាប់នៅក្នុងការនិយាយហើយខ្សោយ speaking ដោយសារតែយើងអត់មាន idea ខ្សោយ speaking ដោយសារតែពាក្យរបស់យើងក៏ខ្សោយណាខ្សោយ speaking មកពីអីទៀតវាអាចមកពីផ្នែកនៃ grammar ខ្លះខ្សោយ speaking ដោយសារតែយើងអត់សូវប្រកាសស្ដាប់ខ្សោយ speaking ដោយសារតែយើងអត់សូវប្រកាសអានឃើញទេខ្សោយ speaking ដោយសារតែ pronunciation របស់យើងពិបាកឃើញអា speaking វា relate ច្រើនណាrelate ច្រើនណាខ្សោយ speaking វាអាចពាក់ព័ន្ធទៅនឹង writing អត់វាអាចមកខ្លះប៉ុន្តែវាមិនទាំងស្រុងទេឥឡូវខ្ញុំនិយាយទៅដល់ writing បាទខ្ញុំនិយាយហើយណាអញ្ចឹងខ្សោយមកពីអីមកបញ្ហាអីយល់ហើយអញ្ចឹងអាចដឹងថាដោះស្រាយខ្ញុំប្រាប់អស់ហើយតាំងពីលើមកពីណាមកត្រូវធ្វើអីខ្លះអញ្ចឹងយើងចូលដល់ writing ចុងក្រោយបញ្ហាចុងក្រោយឬ writing បើអ្នករៀនអង់គ្លេសអ្នកត្រូវ writing ដំណោះស្រាយគឺទៅរៀន grammar នេះរៀន grammar នឹងហើយត្រូវពង្រីកចំណេះដឹងទូទៅបើការទម្លាប់នៅក្នុងការសរសេរហើយព្យាយាមស្វែងយល់អំពី grammar ឲ្យវាត្រូវជ្រុងការ grammar ដែលវាគាំពៀទៅលើការសរសេរហ្នឹងចាំបាច់រៀនប៉ុណ្ណឹងទៅហើយដល់ពេលអ្នកនេះបកកែ writing ហើយ writing មួយទៀតត្រូវការរៀនពាក្យនេះបើយើងអត់ចេះពាក្យយើងទៅសេតចេញដូចគ្នាណាអញ្ចឹង grammar ត្រូវរៀនពាក្យបកកែទម្លាប់សរសេរគឺជួយ back up ទៅលើ writing បានច្រើនគួរសមហើយជាពិសេសគឺទម្លាប់សរសេរជាប្រចាំគេហៅ diary កំណត់ហេតុអីចឹងទៅអ្នកគ្នាវីដេអូរបស់យើងខិតចិត្តមកដល់វីដេអូចង់បញ្ចប់ហើយអញ្ចឹងនេះខ្ញុំសង្ឃឹមថាថ្ងៃនេះវីដេអូនេះវែងបន្តិចប៉ុន្តែពន្យល់ក្បោះក្បាយពាក់ព័ន្ធជាមួយនឹងបញ្ហារៀនភាសាអង់គ្លេសបាទចឹងអ្នកគ្នាមើលវីដេអូនេះប្រកាសជាយល់ច្បាស់ថាអ្វីដែលត្រូវធ្វើអ្វីដែលត្រូវតែ work បន្តទៀតហើយអ្វីដែលយើងត្រូវតែអភិវឌ្ឍបន្ថែមចឹងណាអូខេអញ្ចឹងខ្ញុំមានវីដេអូនេះអរគុណច្រើនអ្នកគ្នាវីដេអូរបស់យើងឡាយជួបគ្នានៅវីដេអូក្រោយយើងនឹងជជែកគ្នាបន្ថែមទៀតអរគុណច្រើន Have a good day bye bye